បាទសូមសួស្តីបងប្អូនសិស្សានុសិស្សជាពិសេសបងប្អូនដែលទើបតែចូលថ្នាក់ទី12បាទថ្ងៃនេះលោកគ្រូលើកយកចំណុចមួយទាក់ទងទៅនឹងការថ្លឹងកលសមីការអេឡិចត្រូនឬក៏យើងហៅថាកលសមីការអេឡិចត្រូនិកក្នុងមជ្ឈដ្ឋានអាស៊ីតបាទអញ្ចឹងយើងនិយាយទៅក្នុងមជ្ឈដ្ឋានអាស៊ីតណាបាទអញ្ចឹងយើងមាន4ជំហានទី1គឺយើងថ្លឹងធាតុបាទខុសពី O និង H មុនសិនអញ្ចឹងនៅក្នុងគូរេដុករបស់យើងអុកស៊ីតករេដូករហ្នឹងយើងមើលធាតុណាដែលមិនមែនជា O និង H ថ្លឹងវាឲ្យស្មើសិនទី2យើងថ្លឹងធាតុ O ណាធាតុអុកស៊ីសែនអញ្ចឹងខាងណាដែលខ្វះអុកស៊ីសែនបាទយើងបូកថែមទឹកនៅខាងនោះបាទខ្វះអុកស៊ីសែនប្រមាណបូកទឹកចំនួនប៉ុណ្ណឹងម៉ូលណាបាទទី3ថ្លឹងធាតុអ៊ីដ្រូសែនបាទខាងណាដែលខ្វះអ៊ីដ្រូសែនគឺយើងថែមអ៊ីយ៉ុង H បូកខ្វះប្រមាណអ៊ីដ្រូសែនថែមអ៊ីយ៉ុង H បូកប៉ុណ្ណឹងម៉ូលចុងក្រោយគឺយើងថ្លឹងបន្ទុកបាទយើងមើលអង្គសងខាងនៃសមីការយើងគិតទៅលើបន្ទុកសរុបខាងណាដែលមានបន្ទុកធំបាទអេឡិចត្រូននៅខាងហ្នឹងណាគឺយើងរុញអាតូចមករកខាងធំមកហើយយើងស៊ីសងគ្នាទៅសល់ប្រមាណជាចំនួនអេឡិចត្រូនអញ្ចឹងយើងមើលឧទាហរណ៍របស់យើងបាទអញ្ចឹងគេឲ្យគូរេដុកមកគូយើងដឹងណាខាងនៅខាងលើនេះជាអុកស៊ីតករខាងក្រោមជារេដូករអញ្ចឹងយើងថ្លឹងកលសមីការដោយយើងប្រើព្រួយទៅមកព្រួយ2ណាព្រួយ2យើងចង់ប្រើមុខមកជាហៀងចេះក៏បានមុខពេញក៏បានដែរអញ្ចឹងកាលណាយើងមានគូរេដុកតែមកគូកលសមីការយើងត្រូវប្រើព្រួយ2ហើយយើងចង់ទៅសេរេដូករនៅមុខក៏បានអុកស៊ីតករនៅមុខក៏បានដែរអត់អីទេព្រោះយើងមានព្រួយ2ណាប៉ុន្តែជាទូទៅគឺយើងទៅសេអុកស៊ីតករនៅមុខធម្មតាណាមិនថាអាណានៅមុខដាក់វានៅមុខដែរអញ្ចឹងយើងមើលជំហានទី1ថ្លឹងធាតុខុសពី O និង H អញ្ចឹងនៅក្នុងនេះបាទគូរបស់យើងគឺធាតុដែលក្រៅពី O និង H គឺ Mn បាទមកកណេះអញ្ចឹងគឺយើងគិតទៅលើចំនួនអាតូម Mn អញ្ចឹង Mn ខាងនេះមាន1អាតូមខាងនេះក៏មាន1អាតូមដែរបាទយើងអត់គិតខាងលើទេខាងលើគេហៅថាបន្ទុកទេអញ្ចឹងបើវាស្មើគ្នាហើយយើងអត់មានបាទចាំបាច់ត្រូវថែមលេខ1គុណទៀតទេយើងចូលជំហានទី2ថ្លឹងធាតុ O ខាងណាខ្វះ O ថែមទឹកអញ្ចឹងខាងនេះមានអាតូម O ចំនួន4ណាបាទជើងនេះបាទសន្ទុះនេះគឺបញ្ជាក់ពីចំនួនរបស់ O បាទខាងនេះអត់មានទេអញ្ចឹងបើខាងនេះខ្វះណាបាទខាងស្ដាំព្រួយយើងខ្វះអញ្ចឹងត្រូវបូកខាងស្ដាំនេះចំនួន4ទឹកខ្វះ O បូកទឹកណាខ្វះប្រមាណ O បូកទឹកប៉ុណ្ណឹងបាទចូលជំហានទី3យើងថ្លឹងធាតុអ៊ីដ្រូសែនខាងណាខ្វះអ៊ីដ្រូសែនថែមអ៊ីយ៉ុង H បូកអញ្ចឹងនៅក្នុងម៉ូលេគុលទឹកយើងមានអ៊ីដ្រូសែន2អាតូមដោយសារយើងដាក់4ម៉ូលេគុលទឹកអញ្ចឹងយើងគុណទៅយើងបាន8អាតូមអ៊ីដ្រូសែនខាងនេះអត់មានអ៊ីដ្រូសែនទេអញ្ចឹងបើខាងឆ្វេងព្រួយយើងត្រូវបូកថែម8 H បូកខ្វះ H ថែម H បូកខ្វះប្រមាណថែម H បូកប៉ុណ្ណឹងបាទចំណុចចុងក្រោយយើងត្រូវថ្លឹងបន្ទុកបាទអញ្ចឹងយើងគិតបន្ទុកសរុបខាងប្រតិករសិនមកអញ្ចឹងបាទនេះមានបន្ទុកដក1ណាយើងដឹងថាក្រោមដក1បាទ H នេះបូកមេគុណ8អញ្ចឹងបន្ទុកគុណនឹងមេគុណផងយើងបានបូក8អញ្ចឹងបូក8ជាមួយដក1បានន័យថាសរុបមកខាងឆ្វេងព្រួយយើងនៅសល់បូក7ឥឡូវយើងមើលខាងកកើតទឹកអត់មានបន្ទុកទេ Mn មានបន្ទុក2បូកអញ្ចឹងបើខាងនេះបន្ទុកសរុបទាំងអស់គឺបូក2ខាងនេះបន្ទុកបូក7អញ្ចឹងយើងរុញអាបន្ទុកតូចមករកអាបន្ទុកធំមកអញ្ចឹងបូក2បោះឆ្លងខាងនេះបានដក2ណាឆ្លងសញ្ញាព្រួយមកដក2អញ្ចឹងដក2ជាមួយនឹងបូក7យើងនៅសល់បូក5អញ្ចឹងអេឡិចត្រូនដែលយើងត្រូវដាក់នៅខាងបាទខាងឆ្វេងព្រួយនេះគឺបូក5អេឡិចត្រូនបាទអញ្ចឹងប៉ុណ្ណឹងកលសមីការទី1ឥឡូវយើងចូលមើលឧទាហរណ៍ខបាទយើងមានគូរេដុកបែបនេះបាទអញ្ចឹងយើងដាក់អុកស៊ីតករនៅខាងឆ្វេងព្រួយ2ហើយរេដូករនៅខាងស្ដាំធម្មតាសិនមកបាទអញ្ចឹងទី1យើងថ្លឹងធាតុ Cr ក្រូមបាទអញ្ចឹងក្រូមខាងនេះយើងមើលមាន2អាតូមក្រូមខាងនេះមានតែ1អាតូមទេអញ្ចឹងយើងថ្លឹងធាតុក្រូមសិនណាបាទយើងថែមមេគុណ2ពីមុខនេះបាទយើងថែមមេគុណ2អញ្ចឹង Cr យើងស្មើហើយបានយើងចូលជំហានទី2ថ្លឹង O ខ្វះ O ថែមទឹកអញ្ចឹងយើងមើល O ខាងនេះមានប៉ុន្មានមាន7ណាបាទសន្ទុះនេះបញ្ជាក់ពីចំនួនអាតូមបាទខាងស្ដាំយើងនេះអត់មាន O ទេអញ្ចឹងបើខាងស្ដាំត្រូវថែម7 H2O ណា7ទឹកបាទដល់ពេលយើងថែម7ទឹកយើងចូលជំហានទី3ថ្លឹងអ៊ីដ្រូសែនទឹកមានបាទមាន2អាតូមអ៊ីដ្រូសែនដាក់មេគុណ7ទៀតយើងឡើងបាន14អ៊ីដ្រូសែនខាងនេះអត់មានទេអញ្ចឹងខាងឆ្វេងត្រូវបូក14 H បូកបាទចំណុចចុងក្រោយយើងថ្លឹងបន្ទុកអញ្ចឹងកន្លែងនេះមានបន្ទុកបាទ2ដកH កន្លែងនេះបន្ទុកបូក1បូកគុណនឹងមេគុណ14យើងបានបូក14បូក14ស៊ីសងជាមួយ12យើងបានបន្ទុកសរុបយើងបូក12ខាងកកើតទឹកអត់មានបន្ទុកទេ Cr នេះបូក3ប៉ុន្តែកុំភ្លេចគុណជាមួយនឹងមេគុណផងបន្ទុកយកគុណជាមួយនឹងមេគុណអញ្ចឹងយើងបានបូក6ណាបូក6អញ្ចឹងបានខាងនេះយើងសរុបមកបូក6ខាងនេះយើងសរុបមកបូក12អញ្ចឹងខាងនេះតូចជាងអញ្ចឹងរុញបូក6ឆ្លងមកខាងនេះបានដក6បាទដក6បូក12យើងនៅសល់6អញ្ចឹងអេឡិចត្រូនគឺនៅសល់ខាងដែលមានបន្ទុកសរុបធំបាទអញ្ចឹងយើងសល់យើងបានប៉ុណ្ណេះណាយើងបាន6អេឡិចត្រូនបាទអញ្ចឹងយើងមាន2ទៀតបាទសម្រាប់អនុវត្តខ្លួនឯងបាទអរគុណ